ការធ្លាក់មិនធម្មតាចេញពីទ្វារមាសនិងមាត់ស្បូនស្ត្រីមានអីគេខ្លះតាក់ទងជាមួយនឹងការធ្លាក់ចេញខុសប្រក្រតីដូចជាហៅធ្លាក់សមានពណ៌លឿងមានពណ៌ខៀវដូចខ្ទុះចឹងទៅស្ត្រីយើងក្រៅពីមករដូវលឿងច្រឡំគ្នា4ចំណុចការធ្លាក់មិនធម្មតាចេញពីទ្វារមាសនិងមាត់ស្បូនស្ត្រីមានអីគេខ្លះទី1គេហៅថា vaginal discharge តាក់ទងជាមួយនឹងការធ្លាក់ចេញខុសប្រក្រតីដូចជាហៅធ្លាក់សមានពណ៌លឿងមានពណ៌ខៀវដូចខ្ទុះចឹងទៅអាហ្នឹងគេហៅប្រភេទធ្លាក់សណាហើយមួយទៀតគេហៅថា vaginal bleeding ចឹង vaginal bleeding ឬបានន័យថាគឺជាការធ្លាក់ឈាមតាមទ្វារមាសរបស់ស្ត្រីហើយមួយទៀតនោះគឺគេហៅថាវាប្រភេទ discharge ដែរប៉ុន្តែវាមិនមែនជាប្រភេទជំងឺទេគេហៅថារំអល់ធម្មតារបស់ស្ត្រីមកជាប្រចាំខែនឹងឯងការធ្លាក់តាមទ្វារមាសរបស់ស្ត្រីដែលវាលោកឡំគ្នាហ្នឹងវានឹងកើតឡើងនៅពេលណាទី1ស្ត្រីអាចនឹងមានរំអល់ជាប្រចាំអាហ្នឹងយើងរាប់រឿងធ្លាក់សរឿងធ្លាក់ឈាមទេណាជាទូទៅនៅមាត់ស្បូនទ្វារមាសស្ត្រីគេហៅថាវាមានមួយ curse ឬក៏វាមានរំអល់ធម្មជាតិដែលរំអល់ធម្មជាតិហ្នឹងគឺវាមានតួនាទីនៅក្នុងការការពារសុខភាពមាត់ស្បូននិងទ្វារមាសស្ត្រីទប់ស្កាត់ជាមួយនឹងបាក់តេរីមិនល្អវាមានជាពពួកដូចគេថា lactobacillus ដែលជាប្រភេទបាក់តេរីល្អដែលវាមានតួនាទីទៅទប់ស្កាត់ការពាររារាំងបាក់តេរីមិនល្អបានន័យថាជាប្រចាំថ្ងៃឬក៏ច្រើនខ្លាំងមុនពេលដែលគាត់មករដូវចន្លោះពេលដែលគាត់ថ្ងៃខ្ជាក់មេជីវិតញីពេលដែលគាត់មករដូវហើយហ្នឹងគឺមានអារម្មណ៍អល់នឹងដូចគ្នាប៉ុន្តែត្រូវឃ្លាឲ្យដាច់ថារំអល់ហ្នឹងវាមានសភាពបែបម៉េចវាមានក្លិនបែបម៉េចវាក្លិនឆ្អាតទេហើយវាមានសភាពតាយដូចជាហ្វូងមាន់ឬកំពងទាយើងផ្នែកខាងសហ្នឹងឯងចាគឺវាបែបហ្នឹងហើយក្លិនវាក៏ស្រៀងហ្នឹងដែរតែបើសិនជាករណីថាយើងមករដូវហើយមានឈាមរដូវផងមានលាយអារម្មណ៍អល់នឹងមកជាមួយផងពេលខ្លះកុំបារម្ភអីយល់អីរំអល់នឹងមកមុនហើយបានមកឈាមរដូវតាមក្រោយមួយទៀតមកឈាមរដូវអស់ហើយក៏មករំអល់នឹងតាមក្រោយមកវិញតែមួយទៀតអាពេលដែលយើងកំពុងមានជំងឺណាដូចថាយើងកំពុងធ្លាក់សនឹងវាមានក្លិនសនឹងវាកកដោយកាកដូងសនឹងវារបៀបខ្ទុះវារបៀបពណ៌លឿងវារបៀបពណ៌ខៀវអីចឹងទៅអញ្ចឹងដល់តែពេលអសនោះវាមកបូកលោកឡំជាមួយនឹងឈាមរដូវវាទៅជាឈាមរដូវនឹងមានក្លិនមិនល្អវាអាចក្លិនដោយសារតែអាមេរោគបង្កនឹងផងមួយទៀតរដូវអាចនឹងមានក្លិនមិនល្អស្រាប់ហើយដោយសារតែការដាច់ធ្លាក់នៃស្ទាប់អង្គដូម៉ែតរបស់ស្បូនស្ទាប់ស្ដើងស្បូនវាដាច់មកដោយបងប្អូនខ្លះគាត់ឃើញដុំគាត់ឃើញកតិចអីចឹងណាគឺជារឿងធម្មតារបស់ស្ត្រីទេប៉ុន្តែក៏វាតាក់ទងជាមួយនឹងការថែរក្សាហ្នឹងបើយើងទាញទៅណានឹងអនាម័យដែរព្រោះមិនអាចថាស្ត្រីមករដូវមិនមានក្លិនអ្វីចម្លែកទេវាមិនអាចទេយ៉ាងណាព្រោះក្លិនឈាមក៏វានៅតែក្លិនមែនអត់មែនតែក្អូបឈ្ងុយឈ្ងុបណាអាក្លិនរំអិលហ្នឹងអាឆ្អាបហ្នឹងក៏វារំខានយើងដែរហើយតែយើងអត់អនាម័យអត់ថែទាំទៀតវាលាយគ្នាទៅវាទៅជាបង្កើតក្លិនមួយយ៉ាងឲ្យយើងធុញថប់នឹងខ្លួនឯងហើយបើសិនជាយើងមិនសូវចេះអនាម័យអីទៀតវាអាចជះអត្តពលហ្នឹងទៅដល់អ្នកដទៃទៀតអាចធំបានណាហើយបើក្លិនហ្នឹងបង្ករោគដូចជាប្រភេទ bacteria vaginosis ប្រភេទ bacteria នៅទ្វារមាសឬក៏ yeast infection ឬក៏ប្រភេទ chlamydia ហ្នឹងក៏ដោយហើយបើសិនជាអ្នកជំងឺហ្នឹងគាត់មានប្រភេទ vaginal cancer ទៀតអាចដាច់សាច់ចេញមកទៅអាហ្នឹងធំក្លិនសាហាវដូចគេធ្លាប់ឮស្ត្រីម្នាក់ដែលជិះយន្តហោះឲ្យគេត្រូវអត់គេពុលគេដោយសារក្លិនទ្វារមាសរបស់គាត់ក្លិនទ្វារមាសហ្នឹងពុំក្លិនខ្លាំងមែនតើហ្មងជាពិសេសអ្នកដែលគាត់មានការបង្ករោគនឹងតាមដង